ជំរាបសួរលោកគ្រូហើយជំរាបសួរអ្នកនរគ្នាហើយថ្ងៃនេះខ្ញុំមកបញ្យល់អ្នកនរគ្នាពី Linux User Management បាទអញ្ចឹងសូមស្ដាប់ដូចតទៅបាទអញ្ចឹងដំបូងយើងត្រូវ search UMI សួរក្នុងឯងសិនថាយើងឈ្មោះអីគេអញ្ចឹងឈ្មោះខ្ញុំគឺឈ្មោះលីងស្រីបាទតោះមកយើងចង់ដូរឈ្មោះវាយើងដាក់ sudo user add ctech បាទអានឹងយើងដូរតម្លៃឈ្មោះណាបាទតោះមកគេសួរ password អញ្ចឹងបើសិនមកយើងគេកន្លែងនេះសួរ password យើងដាក់ password មកគឺ1 2 3តោះមកយើងបានឈ្មោះយើងស្រី c tech យើងស្រីបាទតោះមកបើយើងចង់ search សួរតម្លៃឈ្មោះនេះយើងដាក់cat etc/pass.wd បាទចាំមកវាចេញមកហើយបាទអញ្ចឹងនៅកន្លែងនេះខ្ញុំធ្វើការ clear វាសិនមកហើយបន្ទាប់មកយើងដាក់ sudo យើងចង់ delete ឈ្មោះវិញយើងដាក់ sudo user del មកនេះថា user del ctech ctech មិញដល់ពេលដែលយើងបានបង្កើតឈ្មោះ ctech ហ្នឹងគឺ sudo user del ctech ហ្នឹងបាទអញ្ចឹងយើង enter វាមកហើយបន្ទាប់មកយើងដាក់ cat etc ហើយនឹង password បាទអញ្ចឹងដល់ពេលយើងមើលកន្លែងនេះយើងឃើញថា no login អញ្ចឹងមានន័យថាយើងបាន delete user ctech នឹងដោយជោគជ័យហើយបាទតោះមកយើង clear វាសិនមកបាទហើយបន្តមកយើងធ្វើការបង្កើត home directory user អញ្ចឹងយើងប្រើពាក្យថា sudo user add ហើយដល់មក ctech ដែរបាទប៉ុន្តែវា home directory អញ្ចឹងយើង enter វាមកបាទហើយបញ្ជាក់ដល់ទៀតអញ្ចឹងយើងshow វាមកយើងបង្ហាញវាមកថា cat etc password ហើយ enter អញ្ចឹងមានន័យថានេះមាន home ctech bin sh បានន័យថាយើងបានបង្កើតបានជោគជ័យបាទដល់ពេលយើងធ្វើអញ្ចឹងហើយយើងដាក់ cd/ តមក cd clear/home បន្តមក ls មកបាទចឹងវានឹងឃើញថាយើងមាន user ឈ្មោះលីងស្រីហើយនឹង ctech នៅក្នុងហ្នឹងទៅពេលដែលយើង search list ទាំងអស់ហ្នឹងយើងឃើញ user ប្រហែលដែលយើងបានបង្កើតវាហ្នឹងបាទអញ្ចឹងយើងចង់ switch ទៅ user ctech ហ្នឹងយើងដាក់ sudo ហើយបន្តមក user ctech ហ្នឹងមកបាទអូយ៉ា sorry បាទអញ្ចឹងយើងវាយ ctech ហ្នឹងមកហើយបន្តមក password យើង enter វាមកព្រោះយើងអត់មាន password បាទអញ្ចឹងអ្នកទាំងអស់គ្នាបានមើលឃើញគឺថាយើងអត់ទាន់បាន set password គឺ authentication វា failure អញ្ចឹងយើងត្រូវ set password វាថ្មីដើម្បីធ្វើការ login វាអញ្ចឹងយើងដាក់ sudo ហើយបន្តមកpass v តមក ctech បាទអានោះរបៀបនៃការ set up password user អញ្ចឹង new password យើងដាក់1 2 3មកបាទវាព្រីមដងទៀតអូខេអញ្ចឹងវាបានបង្កើត update password នឹង successfully អញ្ចឹងបន្តមកយើងសាកចូលនៅក្នុង user ហ្នឹងមកស៊ូស៊ីទៅទៅមកហើយ password ដែលយើងបានបង្កើតថ្មីនេះយើង1 2 3ដល់មកវាចេញមកយើងដាក់មកដាក់ថា HTML មកជាឈ្មោះយើងគឺ ctech បាទតោះមកយើង switch ទៅ main server មកគឺឈ្មោះរបស់ខ្ញុំបាទអូខេហើយ password អញ្ចឹងវានឹងធ្វើការចូលទៅ main server របស់ខ្ញុំវិញហើយគឺយើង clear វាមកតោះមកយើងចេញពីនឹងសិនមកយើងដាក់ cd ទៅមក cd clear អូខេដល់មក ls អូខេបាទអញ្ចឹងយើងចង់ប្រើ command នេះដែលយើងមានណាដែលបានមានហ្នឹងយើងដាក់ cd ដូចមកដល់មកវាហើយតមកហើយនេះវាបានចេញមកគឺថាវាច្រើនខ្លាំងមែនតើនៅក្នុង bin នោះវាមានអីគេខ្លះច្រើនខ្លាំងមែនតើនៅក្នុងតន្ត្រីនៅក្នុងនោះហើយនៅក្នុង bin ហ្នឹងគឺវាអាចយក comment ដែលយើងអាចយកទៅប្រើបានមានច្រើនខ្លាំងមែនតើនៅក្នុង comment នោះគឺវាមាន cmp ក៏មានបាទមាន cat ក៏មានដែរ cat ដែលយើងបានប្រើប្រាស់នោះបាទ
directory mk ក៏មានដែរនៅក្នុងនោះគឺមានទាំងអស់មកនៅក្នុងវានឹង SSH agent SSH 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 ជាអីហើយ copy ID ក៏មានដែរមានមកកណោនិយាយទៅណាមកកណោបាទបន្តមកយើងគ្លៀនមកយើងធ្វើការគ្លៀនវាបន្តមកយើងចេញវាមកដាក់ CD ហើយយើងចេញបាទបន្តមកយើងនឹងធ្វើការចូលទៅក្នុងcomment ប្រើពាក្យថា sudo user delete ដែលខ្ញុំចង់ delete user មួយដែលឈ្មោះថា Citic ហ្នឹងបាទបាទយើង enter មកគឺថា user Citic is currently used by process 198 តមកបើសិនបើវាអត់តន់ជាប់នៅក្នុងការ delete ហ្នឹងទេយើងត្រូវ kill វាសិនចឹងយើងប្រើពាក្យថា sudo តមក kill ឲ្យដក9ដែលលេខធំជាងគេហើយតមកគឺយើងប្រើ process មួយទៀតបាទអូកាសចឹងវាបាន kill នៅក្នុងនេះគឺបាន delete ហើយបាទតមកយើងដាក់ cat ហើយ etc password យើង clear មិនហើយចឹងយើង search មើលថាអូវានៅមានចឹងយើងនឹងធ្វើការហើយតមកយើងធ្វើការ delete វាម្ដងទៀតមក sudo user del ហើយតមកCitic តមកយើងដាក់ password អស់បាទអញ្ចឹងវានឹងធ្វើការ delete តមកយើង search ហៅវាគឺ cat etc password អញ្ចឹងវាបាត់ទៅវាបាន user link ហើយនឹង no login ហ្នឹងមានន័យថាវាបាត់អា Citic ហ្នឹងហើយបាទតមកខ្ញុំចង់ដឹងថាវា delete នៅក្នុង directory ហ្នឹងអត់អញ្ចឹងយើងសាកដាក់ cd /home បាទយើងដាក់ ls មកគឺវានៅមានឈ្មោះខ្ញុំហើយឈ្មោះ Citic ហ្នឹងបាទចាំបន្តមកយើងបើយើងនៅឃើញថានៅក្នុង directory ហ្នឹងនៅក្នុង home វានៅមាន Citic ហ្នឹងយើងធ្វើការ remove វាមកដោយប្រើពាក្យថា sudo .clear remove on remove ដក clear ហើយបន្តមក ls ហើយដក clear មួយទៀត /home/Citic បាទចង់វានឹងធ្វើការ remove home/Citic នឹង profile ហើយនឹង bash log out home Citic នឹងបាទតោះយើងសាកឆែកនៅក្នុងនេះមកនៅក្នុង home ថាយើងនៅមានទៀត home យើងចូល home ហើយតមកដាក់ ls មកគឺយើងឃើញតែឈ្មោះ main របស់យើងគឺឈ្មោះថាលៀងស្រីនឹងទេបាទហើយ Citic នឹងក៏បាត់ដែរបាទអញ្ចឹងយើងសាកធ្វើការ clear វាសិនមកបាទតមកខ្ញុំធ្វើការបង្កើត user ថ្មីទៀតដែលវាល្អជាងមុនវាអត់សូវស្មុគស្មាញដូចនៅក្នុង Citic នោះទេចុះអ្វីដែលយើងត្រូវប្រើប្រាស់យើងដាក់ sudo តមក user add user add បន្តមក .m ហើយ .s បន្តមកដាក់ bin បាទបន្តមកដាក់ bash មួយទៀតបាទ bin bash ហើយបន្តមក Citic បាទតោះយើង enter វាមកបាទហើយបន្តមកយើង cat etc ហើយ password មកយើងឃើញថា home Citic bin ហើយ bash មួយទៀតបាទហើយវាអត់ស្មុគស្មាញដូចមុនណាបើមុនយើងបានទៅបង្កើត Citic 6ទេតែម្ដងនេះយើងបង្កើត user មួយទៀតដែលស្រួលជាងមុនអញ្ចឹងនៅក្នុង user នោះផងដែរយើងប្រើបានធម្មតាទេដោយការ login មួយអញ្ចឹងវាអត់មានការស្មុគស្មាញដូចមុនវាប្រើធម្មតាទេគ្រាន់តែវាមាន bin ហើយនឹង bash មានច្រើនជាងមុនលក្ខខណ្ឌនៃ user ហ្នឹងវាពាន់បានជាងយើងបង្កើតមុនបាទវាដូចតែមិញទេគ្រាន់ថាវា advanced ជាងមុនតែឥឡូវយើងធ្វើការ delete វាមក sudo user del Citic ចុះវាដូចតែមុនដែរទេគ្រាន់ថាវាអត់មានអីខុសប្លែកទេយើងប្រើពាក្យថា user sudo user del ហើយ Citic ដូចតែគ្នាបន្តមកយើង enter មកបាទហើយបន្តមកយើងចូលទៅមើល cat វិញមកវាទៅបាត់ទេបាទវានៅវាបាត់ Citic ហ្នឹងបាត់ហើយបាទហើយអញ្ចឹងយើងសាកចូលនៅមើល home មើលថាវានៅមានទៀតអត់វានៅមានទៀតទេនៅក្នុង Citic ហ្នឹងណាបាទអញ្ចឹងយើងធ្វើការ remove វាម្ដងទៀតដូចអា section មុនដែរអញ្ចឹងម្ដងទៀតយើងប្រើ command ដូចមុនតែទេយើងដាក់ sudo តមក remove .clear ovf ហើយបន្តមក /home/Citic ដើម្បីធ្វើការ delete នៅក្នុងនេះដូចថានៅក្នុង home ហ្នឹងហើយវាមាន Citic ហ្នឹងអញ្ចឹងយើងធ្វើការ delete វាផង remove វាដោយប្រើពាក្យថា ovf ហ្នឹងយើង enter មកគឺវាត្រូវបានការ remove នឹងហើយបាទ
vàទៅពេលដែលវាត្រូវបាន reboot នឹងហើយយើងត្រូវបញ្ជាក់ម្ដងទៀតយើងប្រើពាក្យថា ls list អញ្ចឹងវាបាត់ទេគឺនៅក្នុងហ្នឹងគឺមានតែរៀងស្រីទេប៉ុន្តែ syntax ហ្នឹងគឺត្រូវកែបាត់ហើយដល់មកយើង clear វាសិនមកបាទបន្តមកយើងចូល cd មកបាទហើយបន្តមកយើងចង់ប្រាប់អ្នកនរគ្នាអំពីការបង្កើត user មួយទៀតដែលលឿនបំផុតមកនេះគឺចំណុចទី3នៃការបង្កើត user ហ្នឹងចឹងវាអត់ខុសគ្នាដូចជាអាទី1អាទី2ទេតែគ្រាន់ថាវាលឿនជាងគ្រាន់ថាអាទី3នេះវា assign ចូលនៅក្នុង password មកចឹងយើងដាក់ sudo មកហើយបន្តមកគឺ add user យើងប្រើពាក្យថា add user តោះមកយើងដាក់ឈ្មោះរបស់យើងហ្មងគឺថា syntax ហ្នឹងទៅបាទហើយបន្តមកវា assign ហៅ password ឲ្យយើងហ្មងត្រូវការដាក់ password ហ្នឹងហ្មងអញ្ចឹងយើងដាក់1 2 3មកretype new password ដាក់1 2 3ដាក់មកគឺវាបានជោគជ័យហើយគឺ full name នៅក្នុងហ្នឹងបាទតមកគេសួរ full name ហ្មងកន្លែងនេះគឺចំណុច Linux មួយដែលការបង្កើត user នេះគឺលឿនខ្លាំងមែនទែនអញ្ចឹង full name យើងដាក់មកថា syntax មកបាទអានេះមិនដាក់ទេ work phone មកទេ home phone address មកទេហើយបន្តមកដាក់ y បាទស្មើក៏មាន yes y តមកគឺinfo ហ្នឹងត្រូវបានការបង្កើតវាជោគជ័យពី adding user គ្រប់ user ហ្នឹងមកបាទតមកយើង cat វាមកcat យើងរក comment cat etc password មកយើង search វាអញ្ចឹងនៅកន្លែងនេះគឺវាមានឈ្មោះ user name របស់យើង home syntax min ហើយនិង bash ជឿវាបង្កើតមកដល់ជោគជ័យមកហើយជាម្ដងទៀតនៅកន្លែងfeature កន្លែងនេះផងដែរគាត់ដែលយើងដាក់ sudo add user syntax មកចឹងចំណុចទី3ដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺវាស្រួលជាងមុនដោយវា assign ចូលក្នុង password ហើយបន្តមកយើងដាក់ password មកតមក re password new password ឡើងមកវា assign update password ហើយគ្រាន់តែបន្តមកវា enter value ហើយយើង enter ចឹង full name ឈ្មោះរបស់យើងមកមាន phone number room number work phone home phone ហើយនិង address តមក information ហ្នឹងវាសួរយើងថាក្រយោតត្រឹមត្រូវអត់ចឹងបើយើងគិតថាត្រឹមត្រូវយើងដាក់ y មកហើយបន្តមកគឺវា add ចូលមកដោយជោគជ័យហើយដល់ពេលដែលយើងចូល cat ចូលមើល password ចូលមើល information របស់ user ហ្នឹងមកគឺឃើញថា syntax កន្លែងនៅក្រោមនេះគឺបានបង្កើតដោយជោគជ័យហើយមាន home មាន user full name ទៀតហើយមាន bin ហើយនិងមាន bash ទៀតបាទអញ្ចឹងបន្តមកយើងធ្វើការ log ចូលនៅក្នុង user ហ្នឹងស៊ូហើយបន្តមក syntax ហើយ assign password 1 2 3មកគឺយើងបាន login ចូលដោយ successful syntax មានស្រីហើយយើងស្រីមកបាទយើង login ចូល successful ហើយបន្តមកយើងសួររបស់ខ្លួនឯងថា who am I តោះមកឈ្មោះថា syntax ហ្នឹងហ្មងបាទហើយបន្តមកយើងចូល cd មកដក clear វាក្រោយទៀតមកបាទហើយបន្តមកយើងចូលនៅក្នុង pwd មកថាយើងចូលនៅកន្លែងណាគឺនៅក្នុង home ហើយ syntax យើងកំពុងចូលនៅលើណាគឺនៅក្នុង home ហើយនៅ syntax តោះមកយើងចូលទៅ main server របស់យើងគឺយើងដាក់ su ហើយស្រេងមកហ្នឹងគឺ server ផ្សេងរបស់យើងបាទតោះមកយើងចូលមកបាទតោះមកយើងចេញពីហ្នឹងមកហើយយើងដាក់ cd ហើយតោះមកយើងសួរហៅកន្លែងថា who am I ឈ្មោះរបស់ខ្ញុំហើយតោះមកយើងហៅ directory pwd បាទអញ្ចឹងនៅក្នុងហ្នឹងផងដែរវាស្រួលផងថាការបង្កើត user ថ្មីដែលមានឈ្មោះថា syntax ហ្នឹងវាស្រួលជាង option 1ហើយនិង option 2ទៀតការបង្កើតហ្នឹងវាអ្វីដែលវាអស្ចារ្យខ្លាំងមែនទែនគឺវា assign ឲ្យ full name ហើយមាន information ផ្សេងទៀតហើយ password ក៏វា assign ឲ្យយើងផ្ទាល់ដែរបាទតោះមកយើង clear វាសិនណាបាទអូខេអញ្ចឹងមានប៉ុណ្ណឹងខ្ញុំធ្វើហើយពីរបៀបនៃការបង្កើត user មានប្រមាណចំណុចផ្សេងគ្នាហើយនឹងការ delete user អញ្ចឹងសូមអរគុណអ្នកនរគ្នាដែលបានចំណាយពេលតាមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ